អ្វីទៅជាជំងឺ Parkinson ជំងឺ Parkinson គឺជាជំងឺខួរក្បាលម្យ៉ាងដែលប៉ះពាល់ទៅលើការធ្វើចលនារបស់មនុស្សចាស់ដែលភាគច្រើនគឺមានអាយុលើសពី60ឆ្នាំវាបណ្ដាលមកពីការសឹករិចរើផ្នែកមួយនៃខួរក្បាលដែលបង្កឲ្យបាត់បង់ឬក៏ថយចុះកោសិកាប្រសាទដែលមានតួនាទីផលិតដូប៉ាមីនអ្វីទៅជាដូប៉ាមីនគឺជាអ្នកនាំសារគីមីនៃខួរក្បាលយើងមួយដែលមានតួនាទីនៅក្នុងការជួយសម្រួលទៅដល់ការធ្វើចលនាឆន្ទៈឲ្យកាន់តែរលូនដូចនេះករណីដែលថយចុះឬក៏បាត់បង់សារធាតុគីមីនេះនឹងបង្កឲ្យមានជំងឺ Parkinson រោគសញ្ញានៃជំងឺ Parkinson សំខាន់មាន4ទី1គឺការញ័រដែលការញ័រហ្នឹងគឺភាគច្រើនអ្នកជំងឺញ័រនៅដៃមួយជំហានដែលភាគច្រើនកើតឡើងនៅពេលដែលគាត់នៅស្ងៀមដែលអ្នកជំងឺគាត់ចាប់អារម្មណ៍ថាគាត់ញ័រហ្នឹងញ័រនៅពេលដែលគាត់ដាក់ដៃលើភ្លៅឬក៏ដាក់ដៃលើតុទី2គឺភាពយឺតយ៉ាវក្នុងការធ្វើចលនាដែលអ្នកជំងឺ Parkinson គាត់ក៏សម្គាល់ថាគាត់ពិបាកនៅក្នុងការដើរគាត់ពិបាកនៅក្នុងការបត់ឬក៏ពិបាកនៅក្នុងការចំណាប់ដើមធ្វើចលនាឆន្ទៈណាមួយដែលគាត់អាចត្អូញត្អែថាគាត់ដើរគាំងដើរជាប់ជាដើមទី3គឺការឡើងរឹងសាច់ដុំដែលអ្នកជំងឺ Parkinson តែងតែត្អូញត្អែថាសាច់ដុំរបស់គាត់តឹងណែនឬក៏គាត់មានអាការៈចុករោយសាច់ដុំជាដើមនិងទី4គឺវិបត្តិលំនឹងពេលឈរដែលអ្នកជំងឺ Parkinson នៅពេលដែលគាត់ឈរត្រង់គាត់មានអារម្មណ៍ថាគាត់ចង់ដួលទៅមុខឬក៏ដួលទៅក្រោយដែលធ្វើឲ្យគាត់នឹងត្រូវការដើរកោងទៅមុខឬក៏ឱនក្បាលទៅមុខជាដើមក្រៅពីនេះអ្នកជំងឺ Parkinson ក៏មានរោគសញ្ញាដែលមិនតាក់ទងនឹងចលនាមួយចំនួនធំផងដែរដូចជាការទល់លាមកការបាត់ក្លិនឬក៏ថយចុះក្នុងការដឹងក្លិនតាក់ទងជាមួយនឹងខាងជំងឺផ្លូវចិត្តជំងឺវិកលវិជ្ជាដូចជាការស្ដាប់ឮសំឡេងផ្ដេសផ្ដាស់ឬក៏ឃើញរូបភាពផ្ដេសផ្ដាស់វិបត្តិដំណេកបែកញើសច្រើនការហៀនទឹកមាត់ឬក៏វិបត្តិនៃការលាបជាដើមហើយរោគសញ្ញាមួយចំនួនក្នុងចំណោមហ្នឹងវាអាចកើតមានតាំងពីដំបូងក្នុងចំណាប់ផ្ដើមនៃជំងឺឬក៏រោគសញ្ញាខ្លះវាកើតឡើងនៅពេលដែលជំងឺហ្នឹងវិវត្តទៅមុខកាន់តែធ្ងន់ធ្ងរហើយ